ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនៅខ្ញុំនឹងបង្ហាញមុខម្ហូបថ្មីមួយទៀតហើយគឺស្លម្ជូរគ្រឿងត្រែនដែងជាមួយនឹងប៉េងប៉ោះស្លម្ជូរគ្រឿងនេះផងដែរតើតើយើងមានគ្រឿងដែលថ្មីហើយឈ្ងុយស្រស់ល្អទើបសម្លរបស់យើងមានជាតិហើយឈ្ងុយឆ្ងាញ់ខ្លាំងណាបងប្អូនគឺត្រូវតែរៀបចំគ្រឿងឲ្យបានល្អអញ្ចឹងហើយកុំឲ្យខាត់ពេលយូរកុំភ្លេចទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាហើយមុននឹងទស្សនាវីដេអូនេះផងដែរបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូនដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតឥឡូវនេះគឺគ្រឿងក្រូយើងគឺថ្មីខ្លាំងមែនទែនគឺនាងខ្ញុំដាំនៅខ្លួនឯងសូម្បីតែបន្លែបេងប៉ោះក៏យើងដាំនៅខ្លួនឯងដែរអញ្ចឹងហើយបេងប៉ោះគឺយើងប្រើបេងប៉ោះសកៀលបងប្អូនទៅសម្លរបស់យើងនឹងអត់អលួយទេតែឥឡូវនេះយើងមកសម្អាតលាងទឹកតែមួយទឹកទៅពីរទឹកគឺជ្រះហើយបងប្អូនតែបន្ទាប់មកទៀតគឺនឹងខ្ញុំបានចិញ្ច្រាំប្រហុកព្រោះថាប្រហុករបស់យើងនេះគឺមានតែប្រហុកឆ្អឹងអញ្ចឹងខ្ញុំចូលចិញ្ច្រាំទៅបន្ទាប់មកសក្លឹកគ្រៃហាន់ឲ្យស្ដើងយើងងាយស្រួលក្នុងការបុកឥឡូវនេះគឺយើងបុករួចរាល់ហើយគឺដាក់រមៀតចាបន្ទាប់មកទៀតបុកឲ្យម៉ត់បន្តិចរួចយើងដាក់ខ្ទឹមចាបន្ទាប់មកគឺដាក់រំដេងបងប្អូនទាំងអស់គ្នាស្លឹកក្រូចហើយឃើញថាឈ្ងុយខ្លាំងមែនតើបងប្អូនអើយគាត់តែខ្ញុំបុកគឺឈ្ងុយមែនតើព្រោះថាគ្រឿងរបស់យើងគឺថ្មីស្រស់ខ្លាំងមែនតើគឺយើងលើងថ្មីអញ្ចឹងណាថាចំណែកបេងប៉ោះបងប្អូនអាចពុះ1ជា2បន្ទាប់មកក៏ចិតជា4បងប្អូនហាន់ជា4កំណាត់អញ្ចឹងមកដើម្បីឲ្យកុំឲ្យរលួយហើយយើងឆ្ងាញ់ឥឡូវនេះយើងរៀបចំគ្រឿងរបស់យើងរួចហើយមានប្រហុកចិញ្ច្រាំត្រែនដែងគ្រឿងនេះយើងបានបុកបំបាញ់មិញនិងម្រះព្រៅដូចជាអំពិលទុំណាបងប្អូនទាំងអស់គ្នាចាឥឡូវនេះយើងមកចាប់ដើមស្លហើយជាដំបូងគឺយើងដាក់ត្រីនៅក្នុងឆ្នាំងរបស់យើងទៅបន្ទាប់មកយើងដាក់គ្រឿងយោបល់ឲ្យហើយដើម្បីកុំឲ្យត្រីរបស់យើងឆ្អាបបងប្អូនមានដូចជាប្រហុកនេះយើងដាក់ទៅស្ករត្នោតចំនួនកន្លះស្លាបព្រាចាទឹកត្រី1ស្លាបព្រាប៊ីចេងនឹងបន្តិចម្សៅស៊ុបមកមើលចុងស្លាបព្រាចាអំបិលបន្តិចបងប្អូនធ្វើការកូរច្បល់ដើម្បីឲ្យសាច់ត្រីរបស់យើងចូលជាតិបានល្អហើយនឹងចូលគ្រឿងបងប្អូនបន្ទាប់មកដើម្បីកុំឲ្យយើងពេលយើងស្លទៅខ្លោចគឺយើងនាងខ្ញុំដាក់ទឹកមួយវែកដែរបងប្អូនកុំឲ្យវាខ្លោចណាឥឡូវនេះគឺឃើញថាពេលដែលយើងដាំទឹកពេលដែលយើងដាក់ឆ្នាំងទៅឃើញថាពុះហើយបងប្អូននេះទឹកយើងពុះរ៉ៃចឹងមកបានយើងបន្ថែមទឹកយកតែម្ដងកុំឲ្យឆ្អាបបងប្អូនត្រង់ហ្នឹងណាយើងបន្ថែមទឹកយកតែម្ដងយើងចាក់ល្មមមកបន្លែនិងត្រីរបស់យើងទៅបងប្អូនស្មានហ្នឹងឡើយហ្នឹងចាឥឡូវនេះឃើញថាពុះហើយបងប្អូននៅពេលដែលពុះគឺនឹងខ្ញុំបានយកអំពិលទុំបងប្អូនទឹកដែលយើងស្លរបស់យើងក្តៅយើងដាក់ទៅឆាប់រីកយើងត្រាំសិនណាអត់ទាន់ដាក់ទេម្ជូរបើដាក់ទៅគឺបន្លែរបស់យើងអត់ផុយទេត្រីរបស់យើងអញ្ចឹងយើងត្រាំឲ្យរីកសិនទៅបន្ទាប់មកបងប្អូនភ្លក់បានណាគ្រឿងដាក់តាមចំណូលចិត្តឥឡូវនេះឃើញថាគ្រឿងរបស់ខ្ញុំគឺល្មមខ្ញុំអត់មានថែមអីទេគឺខ្ញុំដាក់ប៊ីប៉ោះចូលតែម្ដងប៊ីប៉ោះនេះបងប្អូនកុំប្រើផុយពេកតែផុយពេកអត់ឆ្ងាញ់ទេអលួយអស់ហើយចំណែកប៊ីប៉ោះខ្ញុំគឺប៊ីប៉ោះស្រែអញ្ចឹងទៅគឺខ្ញុំរងាស់គឺតែមួយផ្លេតទេគឺឆ្ងាញ់ណាបងប្អូនប៊ីប៉ោះនេះចាបន្ទាប់មកគឺយើងដាក់អំពិលទុំដែលយើងបានត្រាំទឹកមុនហ្នឹងត្រាំទឹកក្តៅទឹកស្លរបស់យើងហ្នឹងឃើញថារីកហើយយើងបងចូលអញ្ចឹងតែម្ដងបងប្អូនអញ្ចឹងហើយឃើញថាសម្លរបស់យើងណាគឺក្លិនឈ្ងុយមែនតើណាបន្ទាប់មកឃើញថាឆ្អិនរួចរាល់ហើយបងប្អូននឹងខ្ញុំក៏ដាក់ម្រះប្រូនិងម្ទេសចូលបងប្អូនអើយរឹតតែឈ្ងុយថែមទៀតមួយមុខនេះអញ្ចឹងហើយបងប្អូនគិតថាជាវីដេអូមានប្រយោជន៍សម្រាប់បងប្អូនកុំភ្លេចតាមដានទាំងអស់គ្នាណាបងប្អូនហើយកុំភ្លេចធ្វើមុខម្ហូបមួយមុខនេះផងអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា